Wow, look at this. Okបងប្អូនឥឡូវខ្ញុំចាប់ឆ្នោតបានមួយទៀតហើយអញ្ចឹងបានទៅលើឈុនពៅបាទឈុនពៅក៏ដាក់ How about your idea for recommend this photo take by iPhone 12 Pro thank អញ្ចឹងខ្ញុំនឹងធ្វើការបកស្រាយជូនគាត់ឥឡូវខ្ញុំ like ដើម្បីចំណាំសិនហើយខ្ញុំដាក់ done អញ្ចឹងបានន័យថារូបហ្នឹងខ្ញុំនឹងធ្វើហើយហើយខ្ញុំ save សិនអូខេបងប្អូនដោយរដងអញ្ចឹងគឺខ្ញុំមាន2ទី1គឺតកតងទៅនឹងអ្វីដែលល្អហើយទី3អ្វីដែលគួរតែកែតម្រូវនិងជៀសវាងអូខេអញ្ចឹងសម្រាប់ទី1តកតងទៅនឹងចំណុចល្អរបស់គាត់អញ្ចឹងចំណុចល្អរបស់គាត់គឺខ្ញុំឃើញទីតាំងកន្លែងមនុស្សនេះគឺគាត់ contrast កន្លែង main subject ណាបាទកន្លែង subject ហ្នឹងបាទ main subject ហ្នឹងគឺវានៅចន្លោះនេះហ្មងបាទចន្លោះពីដើមឈើនេះដើមឈើនេះដើមឈើនេះអញ្ចឹងណាអញ្ចឹងធ្វើបានល្អហើយហ្នឹងបាទដូចជាគាត់ល្អមានតែកន្លែងហ្នឹងមួយទេអញ្ចឹងចូលទៅអ្វីដែលគួរជៀសវាងហើយនឹងគួរតែកែប្រែអញ្ចឹងអូខេអញ្ចឹងទី2តកតងទៅនឹងការគួរតែប្រយ័ត្នប្រយែងនឹងកែប្រែហ្នឹងទី1គឺតកតងទៅនឹង subject បាទ subject ហ្នឹងគឺយើងឃើញទេទូកនេះមួយsubject មនុស្សទី1នេះគឺក្បាលទូកល្អហើយតែមនុស្សចុងទូកនេះគឺកតុយទូកនេះគឺអត់ល្អដោយសារវាបាំងជាមួយនឹងដើមឈើនេះដើមឈើទាំងអស់ហ្នឹងណាហ្នឹងហើយអញ្ចឹងវាធ្វើឲ្យបាត់សោភ័ណភាពបាត់ព័ត៌មានរបស់ទូករបស់យើងនឹងទាំងមូលបាទហ្នឹងទី1ទី2តកតងទៅនឹង space បាទអញ្ចឹងគាត់ប្រើ negative space ច្រើននៅកន្លែងនេះបាទឃើញទេយើងមើលទៅផ្ទៃសច្រើនមែនតើអញ្ចឹងធ្វើឲ្យរូបយើងគាត់អ្នកមើលទៅគឺផ្ទៃឃើញផ្ទៃនឹងមុនអញ្ចឹងណាផ្ទៃនឹងមុនបានរត់មករមើល subject សំខាន់របស់យើងអញ្ចឹងរូបដែលត្រូវថតគួរជៀសវាងផ្ទៃសដ៏អត់ប្រយោជន៍ច្រើនតែបើផ្ទៃសហ្នឹងមានព័ត៌មានដែលតាក់ទងជាមួយនឹងធានបទឬក៏អីហ្នឹងគឺអូខេអាហ្នឹងល្អវិញប៉ុន្តែបើដូច្នេះទេគឺអត់ល្អទេបាទអញ្ចឹងគួរជៀសវាងឬក៏យើងថ្ងៃក្រោយគឺយើងចាំទុកនឹងឲ្យផុតទៅដល់ frame មួយឬក៏ថយមកមើល frame ដើមឈើណាមួយដើម្បីនេះដាក់នៅលើទឹកនេះហ្នឹងបាទដាក់ទឹកលើទឹកហ្នឹងទៅវាធ្វើឲ្យវាបាត់negative special នេះតែបើតែយើងមានផ្ទៃខាងលើនេះបាទផ្ទៃខាងលើហ្នឹងគឺមែនប៉ុន្តែគ្រាន់តែវាអត់ជួយបានច្រើនទេសម្រាប់ផ្ទៃខាងសនេះអញ្ចឹងគឺមានតែខាងលើតែអសច្រើនជាងគឺនៅតែផ្នែកយើងអត់នេះចឹងបាទអញ្ចឹងទី2ទី3គឺតកតង frame បាទ frame នេះគឺមានដើមឈើបាទដើមឈើនេះគឺល្អហើយខាងលើល្អហើយអញ្ចឹងវាអត់មានខាងនេះបាទវាអត់មានខាងដុំនេះណាបាទនេះក៏មានប៉ុន្តែនេះគ្នាអត់មានគេវាចំហអញ្ចឹងហើយណាមួយវាទុក special អញ្ចឹង frame របស់យើងគឺបានតែមួយចំហៀងនេះទេអញ្ចឹងយើងអាចថ្ងៃក្រោយយើងអាចទៅហៅដាក់ frame អីបន្ថែមទៀតដូចខ្ញុំនិយាយខាងដើមអញ្ចឹងណាអូខេហើយអ្វីដែលគួរធ្វើហ្នឹងសម្រាប់រូបនេះដែលល្អយើងអាចធ្វើការក្រប់ចេះតែម្ដងបាទក្រប់ហ្នឹងគឺយើងក្រប់អញ្ចេះបាទយើងកាត់ទុកចោលយើងយកតែ frame ប៉ុណ្ណេះបាទអាចប៉ុណ្ណេះមកបាទប៉ុណ្ណេះមករូបអសរយើងអូខេនេះបាទកាត់រូបប៉ុណ្ណឹងណាហ្នឹងហើយអញ្ចឹងវាធ្វើឲ្យ subject យើងលេចអណ្ដែតហើយនឹងយើងអត់ទើសភ្នែកមកនេះដោយសារយើងមាននេះ frame អូខេ line frame ហ្នឹងគឺដេញមកខាងក្រោមតែម្ដងហើយ subject សំខាន់នេះគឺនៅម្ដុំនេះអញ្ចឹងគឺល្អមែនតើអូខេសង្ឃឹមថាម្ចាស់រូបចូលចិត្តក្នុងការបកស្រាយក៏ដូចជាវិភាគរូបរបស់ខ្ញុំអញ្ចឹងបងប្អូនកុំភ្លេចyour photo is your reward ជួបគ្នាវីដេអូក្រោយបាយ